គូព្រេងព្រឹត្តកោស្លាកែតឆ្នាំ2026ជំរាបសួរពុកម៉ែបងប្អូនទស្សនិកជននិងហ្វេននៅក្នុងកម្មវិធីគូព្រេងព្រឹត្តទាំងអស់ខ្ញុំបាទឈ្មោះកុយវុនធឿនបម្រើការងារនៅក្រុមហ៊ុនវឌ្ឍនៈព្រូបរីរីឯភរិយារបស់ខ្ញុំបាទឈ្មោះនាងខ្ញុំឈ្មោះអែមសុធារីជាមេផ្ទះគូស្វាមីភរិយាយើងខ្ញុំទាំងពីរសប្តាហ៍ថ្ងៃរស់នៅភូមិត្រាសង្កាត់ស្ទឹងមន្ជ័យ1ខណ្ឌមន្ជ័យរាជធានីភ្នំពេញគូស្វាមីភរិយាយើងខ្ញុំបានសាងគ្រួសារអស់រយៈពេល10ឆ្នាំមកហើយអ្វីដែលជំរុញឲ្យគូស្វាមីភរិយាយើងខ្ញុំចូលរួមនៅក្នុងកម្មវិធីគូព្រេងព្រឹត្តកោះស្លាកែតឆ្នាំ2026នេះគូស្វាមីភរិយាយើងខ្ញុំចង់រក្សាចំណងអាពាហ៍ពិពាហ៍រស់នៅជាមួយគ្នាដល់ចាស់ព្រឹត្តចាស់ព្រេងហើយក៏ចង់ចែករំលែកបទពិសោធន៍មួយចំនួនដល់គូស្វាមីភរិយាដទៃទៀតទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាក្នុងពិភពលោកទាំងមូលពាក្យថាគូស្វាមីភរិយាគឺជាគូដែលបានរៀបការស្របច្បាប់តាមប្រពៃណីដោយសេចក្តីស្រឡាញ់និងការចាប់ផ្ដើមកសាងគ្រួសារជាមួយគ្នាសម្រាប់គូភរិយាយើងខ្ញុំទាំងពីរនាក់ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍បានយូរអង្វែងគឺកុំឲ្យមានពាក្យថាធុញនៅក្នុងជីវិតគូហើយនឹងចងចាំនៅក្នុងចិត្តថាបងអត់អូនមិនបានអូនខ្វះបងមិនបានគូស្វាមីភរិយាយើងខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីគូព្រេងព្រឹត្តដ៏ល្អឯកនេះសម្រាប់ជាប្រវត្តិសាស្ត្រដល់ប្រទេសកម្ពុជាហើយនឹងបង្ហាញទៅកាន់ពិភពលោកទាំងមូលក្តីសុបិនរបស់ពួកខ្ញុំគឺនឹងសាងភមង្គលគ្រួសារដល់ចាស់ព្រឹត្តចាស់ព្រេងនិងចង់ឃើញគូដតីទៀតដែលរស់នៅលើសកលលោកនេះជួបតែសេចក្តីសុខនិងសុភមង្គលរួមទាំងធ្វើជាគំរូល្អដល់កូនគ្រប់ជំនាន់គូស្វាមីភរិយាយើងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទស្សនិកជននិងហ្វេននៅក្នុងកម្មវិធីនេះនឹងជួយគាំទ្រដល់គូស្វាមីភរិយាយើងខ្ញុំដែលមានឈ្មោះនៅក្នុងកម្មវិធីថាបុព្វេនិស្ស័យគូព្រេងព្រឹត្តកោស្លាកែតរក្សាស្នេហ៍អមតៈកម្មវិធីនេះផលិតដោយដាវីត្រាមេឌៀឧបត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ